ម្នាក់យើងពេលរៀនចប់មកម្នាក់ចង់រកផ្លូវរៀងខ្លួននឹងផ្លូវគេផ្លូវយើងដើរផ្លូវណាអីចឹងណាហើយដោយសារខ្ញុំមានគ្រូខ្ញុំមានជាអ្នកកើតដឹងក្តីមកនៅតាមដងទន្លេនោះវាយើងរស់នៅជាមួយផ្ទះឈើយូរអញ្ចឹងខ្ញុំមានការដិតដាមជាមួយពីស្ថាបត្យកម្មឈើពីស្រុកកំណើតពីអីមកជាលក្ខណៈបែបអ្នកស្រុកណាអញ្ចឹងទៅវាដាក់ដាមនៅក្នុងចិត្តដល់ពេលបន្ទាប់មកខ្ញុំជួបគ្រូខ្ញុំគាត់បានណែនាំពយល់បានអីទៅធ្វើឲ្យខ្ញុំហ្នឹងឆ្លាញ់នៅលើវិស័យផ្ទះឈើខ្មែរហ្នឹងជាងវិស័យសំណង់ថ្មដូច្នេះហើយបានខ្ញុំជ្រើសរើសផ្ទះឈើខ្មែរហ្នឹងសម្រាប់មកធ្វើជានិក្ខេបបទសម្រាប់បញ្ចប់ឆ្នាំសិក្សាក៏ដូចជាស្រាវជ្រាវបរិបន្តមកដល់ឆ្នាំ2022នេះខ្ញុំបានធ្វើសៀវភៅពីផ្ទះឈើខ្មែរជាមួយលោក Daryl Collins នេះនឹងដែរ